របៀបរើសសម្រាមអញ្ចឹងដើម្បីរើសសម្រាមបានយើងត្រូវដាក់រត់ធុងសម្រាមបន្ទាប់ពីឃើញហើយយើងធ្វើការវាយធុងសម្រាមនឹងមកគឺស្មើនឹងយើងក៏កាយសម្រាមបន្ទាប់មកទៀតក្នុងខ្លួនយើងនឹងទទួលបានសម្រាមហើយអញ្ចឹងអ្នកទាំងនេះច្បាស់ជាឆ្ងល់ហើយថាការងារម៉ាកាណូមានទាំងគ្រូពេទ្យមានទាំងអ្នកជីករ៉ែមានទាំងអ្នកកាប់ឈើមានទាំងអ្នកស្ទូចត្រីហើយមានទាំងអ្នកធ្វើស្រែចម្ការទៀតហើយខ្ញុំបែរទៅបរៀនអ្នកទាំងគ្នាពីរបៀបរើសសម្រាមវិញហេតុអីព្រោះថារើសសម្រាមគឺជារឿងងាយស្រួលហើយមានអត្ថប្រយោជន៍ទៀតហើយការងារទាំងអស់នេះវិញគឺរៀងពិបាកបន្តិចរៀងឈឺក្បាលបន្តិចអញ្ចឹងរៀនអីឲ្យស្រួលៗសិនទៅអាពិបាកចាំរៀនតាមក្រោយព្រោះថាកុំឲ្យអ្នកទាំងគ្នាវល់អញ្ចឹងសរុបមកក្នុងវីដេអូនេះខ្ញុំនឹងនិយាយពីរបៀបរើសសម្រាមនិងអត្ថប្រយោជន៍សម្រាមអញ្ចឹងបើយើងស្ដាប់មួយផ្លែតទៅសម្រាមគឺវាអាក្រក់ស្ដាប់មែនតើប៉ុន្តែក្នុង server គឺសម្រាមនឹងដូចកំណប់អញ្ចឹងយេអ្នកទាំងគ្នាស្ដាប់អត់ខុសទេឃើញធុងសម្រាមដូចឃើញកំណប់អញ្ចឹងនៅពេលដែលយើងឃើញវាហើយយើងធ្វើការវាយឲ្យអស់មកគឺយើងនឹងទទួលបាន item ដូចឥឡូវនេះអញ្ចឹងគឺខ្ញុំទទួលបាន Sugar Cane 2អញ្ចឹងកំណប់នឹងពេលខ្លះមានល្អពេលខ្លះមានអាក្រក់តាមនឹងអញ្ចឹងទៅបើអ្នកទាំងគ្នាសំណាងអាចបានខោអាវ armor ផ្សេងអាចបានដាវអាចបាន pickaxe អាចបានពូថៅឬមួយក៏បាន totem និងរបស់ផ្សេងជាច្រើនទៀតដែលខ្ញុំរាប់អត់អស់ទេអញ្ចឹងហើយក៏មើលងាយសម្រាមនៅក្នុង server សន្តិភាពអញ្ចឹងនៅពេលដែលអ្នកទាំងគ្នាចូល server ដំបូងអ្នកទាំងគ្នាចង់ទៅលេងនរណាទៅដាក់រក item ទៅសាងសង់ផ្ទះទៅលេងជាមួយពួកម៉ាក់ធ្វើម៉េចឲ្យបាន2ម៉ោងឡើងពេលនោះ server នឹងអនុញ្ញាតឲ្យអ្នកទាំងគ្នាអាចរើសសម្រាមបានហើយនៅក្នុង server គឺមានធុងសម្រាមសរុបរហូតទៅដល់120ធុងយេអ្នកទាំងគ្នាស្ដាប់អត់ខុសទេគឺ120ធុងទោះថាអ្នកទាំងគ្នាសយប៉ុណ្ណាក៏ដោយក៏ខ្ញុំអត់ជឿថាអ្នកទាំងគ្នាអត់មានឱកាសរើសបានរបស់ល្អដែរយ៉ាងហើយណាក៏បាន diamond មកគ្រាប់ឬមួយក៏ដៅ diamond អីទុកវាយលេងដែរអាហ្នឹងខ្ញុំនិយាយយ៉ាងអន់បំផុតអញ្ចឹងរបស់ក្នុងកំណត់គឺមានច្រើនណាស់ខ្ញុំរៀបរាប់អត់អស់ទេតោះទៅរើសទាំងអស់គ្នាអញ្ចឹងនៅក្នុង spawn របស់យើងគឺមានទីធ្លាធំខ្លាំងមែនតើហើយធុងសម្រាមនៅកន្លែងនេះគឺមានរហូតទៅដល់20ធុងអញ្ចឹងអ្នកទាំងគ្នារត់លេងនឹង spawn ហ្នឹងទៅរត់ចុះរត់ឡើងនឹងឃើញធុងសម្រាមហើយបើឃើញហើយអ្នកទាំងគ្នាធ្វើការវាយវាមកកង្វល់ច្រើនរត់លេងចុះរត់លេងឡើងឃើញកន្លែងណាវាយកន្លែងហ្នឹងឃើញ1វាយ1ឃើញ2វាយ2ឃើញ3វាយ3ឃើញ4វាយ4មកអញ្ចឹងកង្វល់ច្រើនឃើញវាយមកអញ្ចឹងឃើញនរណាវាយនៅហ្នឹងមកដែលនៅក្នុង spawn គឺធំមែនតើអញ្ចឹងយកបានលម្អិតថាធុងសម្រាមនៅកន្លែងណាខ្លះទេហើយបើគ្នាយើងអ្នកស្គាល់ធុងសម្រាមអស់កុំភ្លេចធ្វើវីដេអូផុស TikTok ប្រាប់គ្នាផងដើម្បីបានចែកគ្នារើសជុំគ្នាអញ្ចឹងបន្ទាប់ពីអ្នកទាំងគ្នារើស20ធុងនៅ spawn ហ្នឹងហើយបានរបស់ឲ្យគេខ្លះជួយ comment ប្រាប់ខ្ញុំផងព្រោះថាខ្ញុំឥឡូវនេះគឺសយមែនតើរើសអត់បានរបស់ល្អទេអញ្ចឹងអ្នកទាំងគ្នាដើររើសមករើសឲ្យគ្រប់20ទៅនៅក្នុង spawn ហ្នឹងហើយត្រូវចាំថាធុងសម្រាមមួយធុងគឺអាចរើសបានតែម្ដងទេក្នុងមួយថ្ងៃឬមួយក៏ស្មើនឹង12ម៉ោងតាមពិត12ម៉ោងគឺអត់ដល់មួយថ្ងៃទេតែវារៀងយូរដែរអញ្ចឹងឧទាហរណ៍ថាសម្រាមមួយធុងនេះអញ្ចឹងយើងរើសមកនៅពេលដែលរើសអស់គឺវានឹងលោតម៉ោង cool down នៅខាងក្រោមហ្នឹងហើយអញ្ចឹង11ម៉ោង59នាទីទៀតបាទខ្ញុំអាចរើសបានទៀតអូហើយមិញហ្នឹងគឺខ្ញុំរើសបាន bundle អញ្ចឹងតោះទៅអត់មើលទាំងអស់គ្នាថាក្នុង bundle ហ្នឹងគឺមានអីគេ Oh my god គឺបាន totem yes ទីបំផុតគឺខ្ញុំសំណាងហើយហើយនេះគឺជា totem អូខេយើងអាចប្រើប្រាស់វាទុកការពារខ្លួនបានអញ្ចឹងឃើញទេពេលខ្លះសំណាងពេលខ្លះសយអីអញ្ចឹងទៅវាមិនមែនអង្គុយតែសំណាងហើយក៏វាមិនមែនអង្គុយតែសយដែរអូខេអញ្ចឹងយើងបន្តទៀតនៅក្នុង spawn នេះគឺមាន20ធុងហើយចុះ100ធុងទៀតនៅណាគឺនៅក្នុង dungeon មួយនេះតែនៅក្នុងមួយ dungeon គឺមាន20ធុងក្នុង training ground មាន20ធុងហើយក្នុង player ground មាន20ធុងក្នុង VIP ground មាន20ធុងក្នុង MVP ground មាន20ធុងហើយនៅក្នុង MVP plus ground មាន20ធុងដូចគ្នាអញ្ចឹងក្នុងមួយថ្ងៃរើសឲ្យគ្រប់ធុងទៅកុំឲ្យខាតរើសកាន់តែច្រើនសំណាងរបស់យើងគឺមានកាន់តែច្រើនអញ្ចឹងបើជ្រុលបានចូល dungeon ground មួយហើយកុំភ្លេចរើសសម្រាមក្នុងនឹងផងហើយបើសិនជាអ្នកទាំងគ្នាមើលមកដល់កន្លែងនេះអត់ទាន់ចេះវាយ dungeon ground អត់ទាន់យល់ពី dungeon ground អាចតែមើលវីដេអូមួយនេះបានតែខ្ញុំបានផុសឲ្យពីរបៀបវាយ dungeon ហ្នឹងហើយនិយាយម្ដងទៀតគឺខ្ញុំបានប្រាប់កន្លែងសម្រាមតាណាតណីទេបើសិនជាមានគ្នាយើងណាស្គាល់កន្លែងដាក់ធុងសម្រាមអស់កុំភ្លេចចាញ់វីដេអូក្នុង TikTok ឬមួយក៏ក្នុង YouTube ប្រាប់គ្នាយើងដែលអត់ដឹងផងព្រោះច្រើនពេកខ្ញុំប្រាប់អត់អស់ទេអញ្ចឹងប្រាប់គ្នាតទៅព្រោះកន្លែងធុងសម្រាមគឺវាអត់ដូរកន្លែងទេវានៅតែមួយកន្លែងទេជួយចំណាំកន្លែងទៅស្អែកមករើសម្ដងទៀតអញ្ចឹងវីដេអូនិយាយពីសម្រាមគឺមានប៉ុណ្ណឹងសង្ឃឹមថាអ្នកទាំងគ្នានឹងយល់អញ្ចឹងពីណាគេយល់ខ្លះ comment នៅខាងក្រោមទាំងអស់គ្នាមកខ្ញុំចង់ឃើញមុខ member ដ៏ឆ្លាតរបស់ខ្ញុំអញ្ចឹង IP server ខ្ញុំដាក់ឲ្យនៅខាងលើហ្នឹងពួកយើងនឹងជួបគ្នានៅក្នុង server ទាំងអស់គ្នា